បងប្អូនម្ចាស់គេអាឋានជាច្រើនដែលគាត់ឃើញស្នាមប្រេះកាត់ឡើងនៅចំទីតាំងប្លង់សេផ្ទះរបស់គាត់ចាប់ផ្ដើមមានអារម្មណ៍ភ័យព្រួយតែម្ដងទីមួយគាត់អាចគិតថាស្នាមប្រេះហ្នឹងអាចធ្វើឲ្យលេចជ្រៀតទីពីរគាត់អាចគិតថាស្នាមប្រេះហ្នឹងអនាគតទៅគាត់នៅបានយូរតែគាត់នឹងមានបញ្ហាបាក់ស្រុតអីចឹងទៅអញ្ចឹងបងប្អូនគាត់សួរមកខ្ញុំថាតើអាស្នាមប្រេះហ្នឹងឡើងយើងគួរធ្វើម៉េចចឹងបងប្អូនស្ដាប់ខ្ញុំសិនរឿងហ្នឹងវាបែកនេះតកតងជាមួយនឹងបេតុងក៏ប៉ុន្តែបេតុងមានស្នាមប្រេះវាជាលក្ខណៈធម្មជាតិរបស់វាទេវាមិនមានអីត្រូវចម្លែកទេបងប្អូនគ្រាន់តែថាស្នាមប្រេះវាមានចំណាត់ថ្នាក់របស់វាចំពោះខ្ញុំឲ្យចំណាត់ថ្នាក់របស់ស្នាមប្រេះជាពីរប្រភេទហើយចំណាត់ថ្នាក់របស់ស្នាមប្រេះគឺយើងមើលពឹងផ្អែកទៅលើទំហំរបស់ស្នាមប្រេះនោះអញ្ចឹងបងប្អូនច្បាស់ជាគិតទៅដើម្បីវាស់ទំហំស្នាមប្រេះនឹងបានទៅទិញម៉ែត្រទិញអីពីផ្សារមកយកមកវាស់មិនមែនទេបងប្អូនណាយើងមានម៉ែត្រពិសេសរបស់វាដើម្បីយើងវាស់ស្នាមប្រេះនេះគឺជាបន្ទាត់របៀបអញ្ចឹងហើយមានគំនុកក្រិតហ្នឹងអញ្ចឹងទំហំស្នាមប្រេះដែលនៅលើបន្ទាត់ហ្នឹងគឺមានក្រិតវាគិតជាមីលីម៉ែត្រអញ្ចឹងនៅលើបន្ទាត់ហ្នឹងគឺបានចង្អុលបង្ហាញថាទំហំស្នាមប្រេះហ្នឹងមានទំហំ 0.ប្រមាណមីលីម៉ែត្រឧទាហរណ៍ថា 0.1 0.2 0.3 អញ្ចឹងទៅរហូតដល់ 3.5 មីលីម៉ែត្របើសិនជាបងប្អូនយកម៉ែត្រហ្នឹងទៅវាស់មើលហើយឃើញស្នាមប្រេះហ្នឹងទំហំចន្លោះពី 0.1 មីលីម៉ែត្រទៅដល់ 0.3 មីលីម៉ែត្រគឺបងប្អូនអត់ចាំបាច់ភ័យព្រួយទេស្នាមប្រេះហ្នឹងគឺកម្រិតស្រាលមែនតើគឺវាគ្រាន់តែមានស្នាមប្រេះបន្តិចបន្តួចនៅលើសតបលើរបស់វាស្ដែងទេគឺវាអត់បានធ្វើឲ្យរយះដាច់បេតុងនឹងធ្លុះដាច់ពីលើចុះក្រោមទេណាទុយទៅវិញប្រភេទស្នាមប្រេះដែលមានទំហំចាប់ពី 0.3 មីលីម៉ែត្រទៅដល់ 3.5 មីលីម៉ែត្រគឺមានន័យថាចូលលក្ខណៈ serious ធ្ងន់ធ្ងរហើយអញ្ចឹងដល់ពេលបងប្អូនឮថាបងធម្មជាតិបេតុងដឹងតែប្រេះអញ្ចឹងតើខ្ញុំធ្វើម៉េចទៅខ្ញុំឃើញអាបេតុងប្រេះហ្នឹងមានបញ្ហាស្នាមជ្រាបទឹកផងជួនកាលទៅអាគារខ្លះវាមានប្រេះបាក់អីចឹងផងបងប្អូនឈប់អារម្មណ៍ទៅបើសិនជាស្នាមប្រេះអាកម្រិតដែលតូចតាចអំបញ្ញមិញទៅដល់ពី 0.1 មីលីម៉ែត្រទៅដល់ 0.3 មីលីម៉ែត្រឬក៏តិចជាង 0.3 មីលីម៉ែត្រនេះគឺវិធីកែខៃរបស់វាយើងសួរជួសជុលទេគឺយើងគ្រាន់តែវះមុខវាជាអក្សរ V យើងកាត់តាមបណ្ដោយស្នាមប្រេះហ្នឹងទៅហើយយើងប្រើសម្ភារៈសម្រាប់ជួសជុលស្នាមប្រេះហ្នឹងបៀកបញ្ចូលវាទៅគឺយើងទទួលបាននូវគុណភាពរបស់វាល្អប្រសើរមកវិញហើយផ្ទុយទៅវិញបើសិនជាវាមានកម្រិតធ្ងន់ធ្ងរចាប់ពី 0.3 ឬក៏ 0.35 មីលីម៉ែត្រហ្នឹងទៅដល់ 3.5 មីលីម៉ែត្រវិញយើងមានវិធីសាស្ត្រផ្សេងដែលយើងហៅថា PU injection ចំពោះ PU injection ហ្នឹងគឺវានឹងធានាជួយបញ្ចិតទៅលើស្នាមប្រេះដែលមានប្រហោងធំផងហើយនឹងវាជួយគេហៅថាបំពេញកន្លែងប្រេះហ្នឹងពីព្រោះកាលណាប្រេះមានថាបេតុងហ្នឹងបានដាច់ចេញពីគ្នាហើយជាពីរបំណែកផ្សេងគ្នាហើយអញ្ចឹងវាចូលទៅបំពេញហើយចូលទៅបញ្ស៊ីអាបេតុងដែលប្រេះបែកជាពីរហ្នឹងផ្សំទៅជាបេតុងមួយមូលរឹងមាំប្រសើរដូចពីដំបូងវិញប៉ុន្តែបងប្អូនការដែលបាញ់ PU injection របៀបចេញ foam ពណ៌លឿងហ្នឹងដើម្បីជួសជុលស្នាមប្រេះដែលនៅកន្លែងសើមដូចជាបន្ទប់ទឹក balcony ឬក៏ដំបូលអីចឹងទៅក៏ប៉ុន្តែយើងមានប្រភេទការជួសជុលទៅលើស្នាមប្រេះដែលវាមានទំហំធំអំបញ្ញមិញចូលលក្ខណៈ 0.3 ទៅដល់ 3.5 មីលីម៉ែត្រហ្នឹងគឺយើងប្រើវិធីមួយទៀតទៅលើប្រភេទដែលទីតាំងវាស្ងួតដូចជាបន្ទប់គេងដូចជាបន្ទប់ទទួលភ្ញៀវអីដែលវាអត់មានបញ្ហាទាក់ទងជាមួយនឹងការប្រើប្រាស់ទឹកនៅពីលើទេយើងប្រើ dry injection វិញបងប្អូន dry injection ហ្នឹងគឺវាមានបាញ់ក្បាល packer ទាំងសងខាងទៅលើស្នាមប្រេះហ្នឹងទៅតាមស្ពេចទៅតាមស្តង់ដារបច្ចេកទេសគេដូចគ្នាក៏ប៉ុន្តែវាអត់មាន foam ពណ៌លឿងទេគឺគេប្រើសម្ភារៈមួយទៀតដើម្បីបាញ់បច្ចិតរុនហ្នឹងដើម្បីឲ្យរុនហ្នឹងវាត្រឡប់មកបិទចិត្តវិញដូចគ្នាក៏ប៉ុន្តែវាមិនធានាជួយទប់ជាមួយនឹងពេលដែលមានសំណើមឬក៏ទឹកនៅខាងលើទេដោយសារ dry injection ប្រើសម្រាប់កន្លែងស្ងួតអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច follow ផងបាយបាយ